ព្រោះជាធម្មតាបើយើងមើលពីកម្លាំងពលកម្មណាចាមើលពីកម្លាំងពលកម្មរបស់ស្ត្រីយើងឃើញថាមិនថាតែនៅក្នុងប្រទេសកម្ពុជាយើងទេគឺសឹងតែទូទាំងពិភពលោកហើយដែលយើងមានកម្លាំងពលកម្មជាស្ត្រីហ្នឹងគឺជាងពាក់កណ្ដាលចាជាពាក់កណ្ដាលនៃបរិះចាជាងពាក់កណ្ដាលនៃបរិះអញ្ចឹងអាចនិយាយបានថាវាជាមានចំនួនច្រើនមែនតើដែលស្ត្រីគឺជាកម្លាំងចលករមួយដ៏សំខាន់នៅក្នុងការចូលរួមការកិច្ចអភិវឌ្ឍជាតិហើយនិងសង្គមហើយបើសិនបើយើងទាំងអស់គ្នាគិតថាវាជាការងារមនុស្សធម៌យើងត្រូវជួយគាត់វាអត់ត្រូវទេចាវាគឺជាកាតព្វកិច្ចគឺជាមនុស្សម្នាក់ត្រូវមានគេហៅថាកាតព្វកិច្ចនៅក្នុងការចូលរួមអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គមសេដ្ឋកិច្ចគ្រួសារក៏ដោយសេដ្ឋកិច្ចសហគមន៍ក៏ដោយសេដ្ឋកិច្ចសង្គមក៏ដោយត្រូវតែមានវត្តមានរបស់បរិះហើយនិងស្ត្រីចាអញ្ចឹងស្ត្រីគឺជារឿងចាំបាច់ដែលគាត់ត្រូវតែចូលរួមនៅក្នុងកិច្ចអភិវឌ្ឍមួយនេះនៅពេលដែលស្ត្រីគាត់មានអំណាចសេដ្ឋកិច្ចនៅពេលដែលស្ត្រីគាត់មានភាពឯករាជ្យនៅក្នុងសេដ្ឋកិច្ចឬក៏អាចរកប្រាក់ចំណូលបានដូចយើងនិយាយពីមុនហ្នឹងអញ្ចឹងគឺធ្វើឲ្យស្ថានភាពរបស់គ្រួសារមួយហ្នឹងមានភាពល្អប្រសើររៀបអញ្ចឹងណាចាអញ្ចឹងវាប៉ះពាល់ទៅដល់សហគមន៍វាប៉ះពាល់ទៅដល់សង្គមជាតិទាំងមូលពីព្រោះបើយើងនិយាយពីរឿងវិស័យសេដ្ឋកិច្ចគឺយើងត្រូវពឹងផ្អែកទៅលើបុគ្គលគ្រប់គ្នានៅក្នុងប្រទេសមួយនេះមិនថាតែប្រទេសកម្ពុជាទេសូម្បីតែប្រទេសផ្សេងៗក៏គេត្រូវការកម្លាំងពលកម្មទាំងអស់ដើម្បីចូលរួមនៅក្នុងវិស័យសេដ្ឋកិច្ចដែរអញ្ចឹងការពង្រឹងអំណាចសេដ្ឋកិច្ចជារឿងសំខាន់ដែលយើងត្រូវគិតគូរដើម្បីអីដើម្បីកំណើនសេដ្ឋកិច្ចយើងហ្នឹងហើយបើយើងនិយាយពីរឿង GDP ផលិតផលនៅក្នុងស្រុកសរុបគឺយើងត្រូវការចាំបាច់ចាទិន្នផលចាអញ្ចឹងយើងត្រូវការពង្រីកទិន្នផលជាតិហើយពង្រីកទិន្នផលជាតិបានតតែស្ត្រីគាត់បានចូលរួមពេញលេញនៅក្នុងវិស័យសេដ្ឋកិច្ចអញ្ចឹងទោះតែស្ត្រីគាត់អាចស្វែងរកប្រាក់ចំណូលបានចាហើយអាប្រាក់ចំណូលនេះទៀតសោតដូចយើងនិយាយមិញអញ្ចឹងមិនមែនស្ថិតតែនៅក្នុងវិស័យក្រៅប្រព័ន្ធទេមិនមែនស្ថិតតែនៅក្នុងអាជីវកម្មខ្នាតតូចទេយើងត្រូវការឲ្យគាត់ចូលរួមនៅក្នុងខ្នាតតូចខ្នាតមធ្យមខ្នាតធំដែរចាដើម្បីអីដើម្បីឲ្យពួកគាត់កាន់តែមានឱកាសកាន់តែខ្លាំងដើម្បីឲ្យពួកគាត់កាន់តែពង្រីកគេហៅថាទិន្នផលរបស់ពួកគាត់ហ្នឹងដើម្បីជួយទៅដល់សេដ្ឋកិច្ចជាតិទាំងមូលអញ្ចឹងហើយបានជាយើងត្រូវការវត្តមានរបស់ពួកគាត់អញ្ចឹងហើយបានជាយើងត្រូវការពង្រឹងអំណាចសេដ្ឋកិច្ចរបស់ពួកគាត់ហើយមួយទៀតដោយបងភាពគាត់លើកឡើងមុនហ្នឹងគាត់បានលើកហើយតាក់ទងជាមួយនឹងរឿងការធ្វើសេចក្តីសម្រេចចិត្តចានៅក្នុងគ្រួសារមួយប្រសិនបើអំណាចសេដ្ឋកិច្ចមានតែបរិះហើយស្ត្រីមិនត្រូវបានគិតគូរឬក៏ស្ត្រីត្រូវបាននៅតែផ្ទះអញ្ចឹងជាធម្មតាអំណាចនៃការធ្វើសេចក្តីសម្រេចចិត្តគឺមានតែភាគីម្ខាងឯងចាអញ្ចឹងភាគីម្ខាងទៀតដែលជាស្ត្រីគាត់ប្រកាសជាពិបាកនៅក្នុងការចូលរួមមតិយោបល់តែប្រសិនបើពួកគាត់មានអំណាចផ្នែកសេដ្ឋកិច្ចពួកគាត់មានការឯករាជ្យភាពនៅក្នុងផ្នែកសេដ្ឋកិច្ចអញ្ចឹងចង់មិនចង់នៅពេលដែលគ្រួសារមួយប្តីប្រពន្ធគាត់ទៅចែកគ្នាអញ្ចឹងវាមានសម្លេងស្ត្រីគាត់មានសម្លេងនៅក្នុងគ្រួសាររបស់គាត់ស្ត្រីគាត់មានសម្លេងនៅក្នុងសហគមន៍របស់ពួកគាត់ស្ត្រីគាត់មានសម្លេងនៅក្នុងសង្គមរបស់ពួកគាត់អញ្ចឹងដូចខ្ញុំអញ្ចឹងជាតំណាងខាងរាជរដ្ឋាភិបាលក៏ជាសម្លេងមួយដែរនៅក្នុងជួររាជរដ្ឋាភិបាលហើយបើសិនជាអត់មានតំណាងស្ត្រីនៅក្នុងជួររាជរដ្ឋាភិបាលសួរថាតើអ្នកណាអាចដឹងពីតម្រូវការពីបញ្ហាប្រឈមរបស់ស្ត្រីច្បាស់ជាងស្ត្រីខ្លួនឯងវាអញ្ចឹងណាចាអញ្ចឹងការពង្រឹងអំណាចរបស់ពួកគាត់ជារឿងចាំបាច់មួយដែលគេហៅថាភាពស័ក្តិសមចាសមរម្យភាពស័ក្តិសមដូចគេហៅថាវាជាតក្កៈដែលយើងត្រូវតែពង្រឹងពួកគាត់មិនអាចឲ្យកម្លាំងពលកម្មមួយដ៏ធំធេងគាត់ចាក់ចេញឆ្ងាយពីវិស័យសេដ្ឋកិច្ចហើយនិងសង្គមទេអញ្ចឹងគាត់ត្រូវតែមានវត្តមាននៅក្នុងហ្នឹងអញ្ចឹងយើងទាំងអស់គ្នាត្រូវតែពង្រឹងការចូលរួមរបស់ពួកគាត់ហើយមួយវិញទៀតនោះគឺពាក់ព័ន្ធជាមួយនឹងរឿងការកាត់បន្ថយភាពក្រីក្រផងដែរចាហើយខ្ញុំឧទាហរណ៍ថានៅក្នុងគ្រួសារមួយប្រសិនបើខ្ញុំរវាងខ្ញុំហើយនឹងបងណាជាប្តីប្រពន្ធបើសិនជាបងជាប្តីបងធ្វើការរកស៊ីបានតែបងមួយចំណូលក៏ចេញបានតែពីស្វាមីមួយខាងដែរចុះដល់ពេលប្រពន្ធនៅផ្ទះមិនចាយលុយប្តីហ៎ប្រភពចំណូលបាត់ឃើញទេបើសិនជាយើងមានកម្លាំងពលកម្មយើងមានសមត្ថភាពយើងមានចំណេះដឹងដែរនោះហើយបើយើងបានចូលរួមទាំងពីរវាធ្វើឲ្យគ្រួសារមួយហ្នឹងមានប្រភពចំណូលពីរចាប្តីផងប្រពន្ធផងចាអាហ្នឹងវាធ្វើឲ្យគេហៅថាកាត់បន្ថយនៅភាពក្រីក្រមួយដែរមួយទៀតគ្រឿងបន្ស៊ាំនៅភាពធន់ចាភាពធន់ហ្នឹងខ្ញុំចង់បានន័យថាអញ្ចឹងបើបងហើយនឹងខ្ញុំឧទាហរណ៍ប្តីប្រពន្ធណាគាត់អាចរក
ចំណូលបានទាំងពីរអញ្ចឹងវាធ្វើឲ្យអាភាពធន់ខាងផ្នែកសេដ្ឋកិច្ចរបស់គាត់ហ្នឹងកាន់តែប្រសើរនៅពេលដែលមានបញ្ហាជួបប្រទះនាពេលខាងមុខដែលយើងអត់ដឹងហានិភ័យមួយចំនួនដែលកើតឡើងដោយសប្តាហ៍យើងឃើញអញ្ចឹងសេដ្ឋកិច្ចពិភពលោកមានភាពប្រែប្រួលអត់ទៀងអត់ទាត់ទេมันប្រកបมันបជាចាប៉ុន្តែបើប្រភពចំណូលបានទាំងប្តីផងទាំងប្រពន្ធផងវាធ្វើឲ្យគាត់មានភាពរឹងមាំបន្តិចចាស់បើសិនតែមានតែមួយខាងបើហើយមួយខាងនឹងបាត់បង់ចំណូលគិតមិនទៅចាតែបើសិនចាមានទាំងប្តីទាំងប្រពន្ធទោះបីមួយខាងណាបាត់បង់ចំណូលក៏នៅមានអាចទប់ទល់បានដែរវាអញ្ចឹងមានភាពបត់បែនខ្ពស់ចាហើយដូចអន្ទឹមឥឡូវហ្នឹងយើងមានរឿងជាមួយនឹងអ្នកចិត្តខាងទៀតណាចាអញ្ចឹងវាធ្វើឲ្យយើងហ្នឹងកាន់តែត្រូវតែពង្រឹងខ្លួនឯងឲ្យណាស់នៅក្នុងការពង្រឹងអំណាចសេដ្ឋកិច្ចរបស់ស្ត្រីដើម្បីឲ្យស្ត្រីហ្នឹងគាត់បានចូលរួមផងចាអញ្ចឹងវាធ្វើចូលរួមជាមួយគ្នានៅក្នុងការអភិវឌ្ឍគ្រួសារមួយហ្នឹងសហគមន៍មួយហ្នឹងសង្គមមួយហ្នឹងអញ្ចឹងការពង្រឹងភាពអង្អាចទៅដល់ស្ត្រីខាងផ្នែកសេដ្ឋកិច្ចវាជារឿងចាំបាច់មែនទែនអរគុណច្រើនអូនសង្ខេបសរុបមកវិញមានន័យថាអ្វីដែលអូនបកស្រាយហេតុអីបានយើងចាំបាច់ពង្រឹងអំណាចសេដ្ឋកិច្ចដល់ស្ត្រីមិនត្រឹមតែយើងចូលរួមពង្រឹងអំណាចឲ្យគាត់ទេមានថាចូលរួមគ្រប់គ្រងគាត់ទៀតធ្វើម៉េចឲ្យគាត់មានសមត្ថភាពមានលទ្ធភាពពេញលេញក្នុងការបង្កើនចំណូលរបស់គាត់ចាដើម្បីជួយទៅដល់សេដ្ឋកិច្ចគ្រួសារហើយក៏ទៅធម្មតាតែគ្រួសាររីកចម្រើនសហគមន៍របស់គាត់ក៏រីកចម្រើនហើយប្រទេសជាតិយើងក៏រីកចម្រើនដូចគ្នាចាអ្វីគឺអភិវឌ្ឍចាប់ពីផ្ដើមពីគ្រួសារទៅងាកមកអប់រំនិងការបណ្ដុះបណ្ដាលវិជ្ជាជីវៈមានតួនាទីសំខាន់យ៉ាងដូចម្ដេចនៅក្នុងការពង្រឹងអំណាចសេដ្ឋកិច្ចសម្រាប់ស្ត្រីគាត់ចង់និយាយថាការបណ្ដុះបណ្ដាលនិងការអប់រំចាសូមខ្ញុំសូមចូលរួមតិចតទៅជាមួយអូនសុំចិត្តមីក្រូតិចមកអូនខ្លាចសលេងអ្នកស្ដាប់យើងស្ដាប់អត់ឮចាតកតងជាមួយនឹងរឿងពីព្រោះយើងនិយាយអំពីរឿងជំនាញចាព្រោះសំណួរនេះវាដូចជាមានចម្លើយឲ្យស្រាប់ដែរជាធម្មតាមនុស្សម្នាក់ត្រូវឲ្យមានជំនាញចាអញ្ចឹងជំនាញមិនថាទុនធ្វើរឹងទេចាមានទាំងអស់ជំនាញត្រូវតែមានជំនាញរឹងគឺចាំបាច់ចាជំនាញរឹងគឺចាំបាច់ព្រោះដោយសារតែពេលយើងធ្វើការគឺយើងត្រូវការជំនាញរឹងចាជំនាញទុនគឺជាជំនាញមួយបន្តបន្សំដើម្បីបំពេញបន្ថែមនៅលើនៅអេយ៉ាបតនៅក្នុងការធ្វើការរបស់យើងអញ្ចឹងណាចាអញ្ចឹងជំនាញរឹងគឺចាំបាច់មែនទែនដូចជំនាញវិជ្ជាជីវៈដែលយើងឃើញមានជំនាញជាច្រើននៅក្នុងនេះហើយមានស្ថាប័នរដ្ឋមួយចំនួនក៏ដូចជាក្រសួងកិច្ចការនារីផ្ទាល់នេះក៏យើងមានដូចគ្នាដែរចាយើងមានមជ្ឈមណ្ឌលបណ្ដុះបណ្ដាលយើងនៅតាមបណ្ដាខេត្តជាគោលនយោបាយហ្មងចាជាកម្មវិធីចាជាវគ្គបណ្ដុះបណ្ដាលចាជាវគ្គបណ្ដុះបណ្ដាលតែបើសិនជានិយាយទៅគឺយើងផ្ដោតតែ3ជំនាញទេនៅតាមសហគមន៍ណាដោយសារភាគច្រើនគឺយើងចង់ឲ្យស្ត្រីគាត់មានជាជំនាញផ្ទាល់ខ្លួនចាជំនាញផ្ទាល់ខ្លួនដែលយើងសិក្សារយៈពេលខ្លីរយៈពេល6ខែ5ខែទៅ6ខែគឺពាក់ព័ន្ធជាមួយនឹងជំនាញកាត់ដេរជំនាញសាឡនអីអញ្ចឹងណាចាដើម្បីឲ្យគាត់មានជំនាញផ្ទាល់ខ្លួនពេលគាត់ចេញទៅគាត់អាចប្រកបរបរអាជីវកម្មរបស់ខ្លួនគាត់បានឬក៏គាត់អាចคล้ายជាបុគ្គលិកនៅក្នុងកន្លែងណាមួយបានអីចឹងទៅតាមស្ថាប័នមួយអីចឹងទៅតាមរោងចក្រសហគ្រាសមួយចំនួនដែលគាត់អាចយកអាហ្នឹងយកទៅប្រកបមុខរបរគាត់ការរកស៊ីរបស់ពួកគាត់អញ្ចឹងណាចាអញ្ចឹងវាជារឿងចាំបាច់ហើយនឹងមានក្រសួងការងារក៏គាត់មានធ្វើច្រើនដែរក្រសួងការងារគឺគាត់មានជំនាញចម្រុះហ្មងចាជំនាញចម្រុះចាធីវ៉េតបច្ចេកទេសបច្ចេកវិទ្យាផ្សេងគឺចាំបាច់មែនតើណាដែលយើងត្រូវតែឲ្យខ្លួនឯងមានជំនាញទាំងអស់ហ្នឹងដើម្បីយកទៅធ្វើការប្រកបរបរផ្សេងអញ្ចឹងវាចាំបាច់នៅក្នុងការធ្វើការងារនេះមិនអាចអត់បានសូម្បីតែខ្ញុំណាក៏ខ្ញុំមានជំនាញរបស់ខ្ញុំដែរមិនមែនអត់ជំនាញខ្ញុំតែបងភីក៏មានជំនាញដែរចាសិតតែជាជំនាញតែគាត់អាចខ្លាយទៅជាគ្រូបានគឺគាត់សិតតែឆ្លងកាត់វគ្គបណ្ដុះបណ្ដាលចាវគ្គបណ្ដុះបណ្ដាលជាច្រើនហើយខ្ញុំសូមភ្ជាប់ទៅកន្លែងនឹងមួយទៀតនោះសប្តាហ៍ថ្ងៃនេះក្រសួងកិច្ចការនារីគឺយើងមានមជ្ឈមណ្ឌលអភិវឌ្ឍសេដ្ឋកិច្ចនិងសហគ្រិនភាពស្ត្រីចានៅក្នុងនោះគឺយើងមានកម្មវិធីជាច្រើននៅក្នុងការពង្រឹងសមត្ថភាពនៅតាមសហគមន៍ពង្រឹងសមត្ថភាពស្ត្រីជាសហគ្រិនដែលយើងសហការជាមួយនឹងខាងសមាគមសហគ្រិនស្ត្រីកម្ពុជាដែលយើងហៅកាត់ថា CWEA
នៅក្នុងការផ្ដល់ជាវគ្គប្រវត្តិដូចជាបងភាពគាត់បានជំរាបជូនកម្មវិធីជាច្រើនដែលខាង CWEA ធ្វើនេះគឺមានកិច្ចសហការជាមួយនឹងខាងក្រសួងកិច្ចការនារីនិងក្រសួងស្ថាប័នពាក់ព័ន្ធផ្សេងៗទៀតនៅក្នុងការផ្ដល់ជាវគ្គប្រវត្តិរយៈពេលវែងរយៈពេលខ្លីហើយនឹងមានជាកម្មវិធីនៅក្នុងការ inspire របស់ពួកគាត់ដើម្បីជំរុញនិងលើកទឹកចិត្តរបស់ពួកគាត់ហើយបើសិនជាយើងនិយាយអំពីការចាប់ផ្ដើមអាជីវកម្មវាត្រូវមាននីតិវិធីជាច្រើនដែលមានក្រសួងស្ថាប័នពាក់ព័ន្ធជាច្រើននៅចាំជួយគ្រប់គ្រងពួកគាត់ដូចគ្នាដែរចាហើយបើនិយាយពីរឿងពង្រឹងសមត្ថភាពនេះគឺត្រូវតែមានក្រសួងកិច្ចការនារីហើយនិងខាងសមាគមផ្ទាល់ដោយសារតែសមាគមគឺជាបណ្ដាញមួយជាសមាគមមួយនៅក្នុងការប្រមូលផ្ដុំស្ត្រីជាច្រើនចាដើម្បីឲ្យគាត់អាចទទួលបាននៅវគ្គប្រដាល់ទទួលបាននៅព័ត៌មានចាពីពួកខ្ញុំខាងផ្នែកគោលនយោបាយខាងផ្នែកកសាងគោលនយោបាយជាមួយនឹងខាងសួងស្ថាប័នពាក់ព័ន្ធផ្សេងទៀតចាដើម្បីគ្រប់គ្រងបរិយាកាសសម្រាប់ពួកគាត់ដែលយើងហៅថា ecosystem ណាចាអញ្ចឹងយើងមាន policy យើងមានគោលនយោបាយបន្ទាប់ពីគោលនយោបាយយើងមានកម្មវិធីចាអញ្ចឹងកម្មវិធីយើងសហការជាមួយវិស័យឯកជនយើងសហការជាមួយនឹងស្ថាប័នរដ្ឋផ្សេងៗយើងសហការជាមួយនឹងខាងអង្គការដៃគូផ្សេងៗនៅក្នុងការឲ្យបង្កើតឲ្យវាមានកម្មវិធីសម្រាប់ពួកគាត់ចាហើយសួរថាឥឡូវហ្នឹងវាស្ថិតដល់កម្រិតណាឥឡូវយើងកំពុងតែព្យាយាមធ្វើយ៉ាងណាគ្របដណ្ដប់ចាធ្វើម៉េចឲ្យកម្មវិធីដែលរដ្ឋក៏ដូចជាវិស័យឯកជនបានធ្វើជាមួយគ្នាហ្នឹងឲ្យវាមានវិសាលភាពកាន់តែខ្លាំងកាន់តែប្រសើរជាងនេះសង្ឃឹមថាអ្វីដែលពួកខ្ញុំបានផ្ដល់ហ្នឹងគឺវាទៅដល់ក្រុមគោលដៅអញ្ចឹងណាចាអញ្ចឹងគឺយើងមានការងារជាច្រើនហើយទៅមុខទៀតក៏ពួកខ្ញុំឥឡូវនេះកាន់តែមមាញឹកជាមួយនឹងខាងសហគ្រិនព្រោះដោយសារតែយើងឥឡូវនេះគឺជាដៃគូដែលមិនអាចខ្វះគ្នាបានតែចាប់ដៃគ្នាមួយដៃគូដែលមិនអាចខ្វះគ្នានៅមួយគ្នារាល់ថ្ងៃចាមួយគ្នារាល់ថ្ងៃឃើញមុខគ្នាសឹងរាល់ថ្ងៃដោយសារតែ office ពួកខ្ញុំវានៅក្បែរគ្នាផងចាអញ្ចឹងវាជាហើយក៏ជាឱកាសនេះសូមអរគុណដល់រដ្ឋាភិបាលកម្ពុជាក៏ដូចជាសម្ដេចដូចគ្នាចាទាំងសម្ដេចចាស់ទាំងសម្ដេចថ្មីដែលបានគ្រប់គ្រងយ៉ាងពេញទំហឹងមែនទែននៅក្នុងការឲ្យយើងមានវត្តមាននៅក្នុងថ្ងៃនេះឲ្យមានក្រសួងកិច្ចការនារីនៅក្នុងថ្ងៃនេះនាពេលនេះនិងពេលអនាគតទៅទៀតហើយក៏មានវត្តមានរបស់ខាងសហគ្រិនផងដែរចាគឺជាសំខាន់អរគុណសេដ្ឋកិច្ចចាជាចុងក្រោយសូមខាងក្រសួងកិច្ចការនារីខ្លីណាអូនសមណាតើមានជាអនុសាសន៍ឬក៏អ្វីដែលចង់ឲ្យស្ត្រីដែលមានភាពរឹងមាំផ្នែកសេដ្ឋកិច្ចនិងអាជីវកម្មឲ្យមាននិរន្តរភាពស្ត្រីគួរតែមានអ្វីដែលជាសំខាន់អូនសូមខ្លីមែនតើចាអស់មកសូមអរគុណអញ្ចឹងអត់មានអីច្រើនទេដូចយើងបានលើកឡើងមិញអញ្ចឹងអ្វីដែលសំខាន់នោះគឺត្រូវអភិវឌ្ឍខ្លួនជាប្រចាំចាការពង្រឹងសមត្ថភាពរបស់ខ្លួនឯងកុំភ្លេចឲ្យសោះចាបងប្អូនជាស្ត្រីមួយចំនួនក៏ដូចជាក្មេងៗចំនួនក្រោយការតាមឲ្យទាន់ trend ណាដែលយើងនិយាយអញ្ចឹងគឺតាមឲ្យទាន់និន្នាការរបស់សង្គមថាតើនិន្នាការសង្គមសប្តាហ៍នេះគេទំនោរទៅខាងណាអញ្ចឹងបើពាក់ព័ន្ធជាមួយនឹងខាងបងប្អូនស្ត្រីជាសហគ្រិនត្រូវអភិវឌ្ឍខ្លួនឯងជាប្រចាំត្រូវដុសខាត់អាជីវកម្មរបស់ខ្លួនឯងឲ្យស្របទៅតាមនិន្នាការបច្ចុប្បន្នរបស់សង្គមក៏ដូចជាអ្នកដែលគាត់ចង់ចាប់ផ្ដើមអាជីវកម្មក៏ដូចគ្នាដែរចាបើគាត់ចង់ចាប់ផ្ដើមតើគាត់សម្លឹងគាត់មើលទីផ្សារសប្តាហ៍នេះតើគេទំនោរទៅខាងណាអញ្ចឹងគាត់អាចចាប់ផ្ដើមបានដូចគ្នាដែរអរគុណចាអរគុណភាពអូនហើយនឹងអរគុណសមណាចាអរគុណប្រិយមិត្តទាំងអស់ដែលបានចំណាយពេលវេលា